ជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកកាន់ភូមិគីឡូ8បាទសង្កាត់សាមគ្គីបាទក្រុងស្ទឹងត្រែងបាទខេត្តស្ទឹងត្រែងអញ្ចឹងថ្ងៃនេះយើងមកទឹកដីខាងស្ទឹងត្រែងបងប្អូនណាបាទហើយនេះជាសកម្មភាពបាទក្រុងពលីបាទបើកសាងសង់បាទដំណើរការផ្ទះបាទកពើហារបស់យើងមួយដែលមានទំហំខ្នាត5បាទគុណជាមួយនឹង12ហើយផ្ទះនេះគឺមាន2បន្ទប់គេងបាទមួយបន្ទប់ទឹកកន្លែងទទួលភ្ញៀវនិងផ្ទះបាយហើយតម្លៃមកការផ្ដាច់ទាំងសម្ភារៈនិងកម្លាំងពលកម្មបាទតម្លៃ$17,100បាទតម្លៃឥត10តម្លៃនេះគឺបងប្អូនចាំតែកាន់សោចូលនៅទេបងប្អូនមានតែទឹកបាទមានតែភ្លើងសម្រាប់ក្រុមការងារយើងប្រើប្រាស់អំឡុងពេលសាងសង់ទៅគឺបានហើយបាទអញ្ចឹងទៅដល់ទីណាក៏យើងទៅដែរបងប្អូនបាទសំខាន់ឲ្យតែត្រូវតម្លៃជាមួយគ្នាបាទយើងអាចជជែកគ្នាបាទបានហើយនេះជាសកម្មភាពដែលយើងសែនព្រេងបាទតាមប្រពៃណីខ្មែរបាទទៅតាមជំនឿទៅតាមតំបន់ផ្សេងគ្នាបងប្អូនណាបាទជាក់ស្ដែងបាទការដ្ឋាននេះយើងបានឡើងដល់ការចាក់តសហើយបងប្អូនបាទហើយខ្ញុំក៏ធ្លាប់ផុសពីរូបភាពក្រុងពលីដែរបាទប៉ុន្តែដោយសារជាប់រវល់ពេកបាទទៅតែបានកាត់តបាទវីដេអូផុសប៉ុន្តែមិនថ្មីទេបងប្អូនបាទយើងផុសទុកជាកម្រងអនុស្សាវរីយ៍បាទទុកជាវីដេអូបាទសម្រាប់ម្ចាស់ផ្ទះបាទគាត់មើលទៅថ្ងៃក្រោយផងដែរបាទដោយសារតែយើងមានការឋានច្រើនបាទអញ្ចឹងផុសអត់ទាន់ទេបាទហើយក៏អធិស្ឋានទៅដល់ម្ចាស់ផ្ទះទាំងអស់គ្នាដែរប្រហែលជាបងប្អូនខ្លះគាត់ចាំមើលដែរបាទអត់ទាន់ឃើញផុសបាទនឹងជាផុសបន្តទៀតបាទគ្រាន់តែមុននឹងក្រោយបងប្អូនណាបាទហើយនេះបងប្អូនអាចមើលពីសកម្មភាពដែលយើងផុស drone បាទក៏ដូចជារូបភាពផ្ទះម៉ូដនេះស្អាតបងប្អូនបាទម៉ូដនេះបងប្អូនចង់ធ្វើបុកកប៉ាល់ក៏បានឬក៏យកម៉ូដដូចបងប្រុសក៏បានដែរបាទស្អាតដូចគ្នាបាទឆ្លាញ់មួយណាចំណងចំណូលចិត្តរបស់យើងមួយណាបងប្អូនយកតាមនឹងបាទហើយបើសិនបើជាបងប្អូនមកមានតម្រូវការសាងសង់ផ្ទះបងប្អូនអាចតំណែងមកបានបងប្អូនណាបាទទទួលមកការសាងសង់បាទ25ខេត្តក្រុងតែម្ដងសុខសប្បាយចាប់ត្រាំពីពេលនេះតរៀងទៅបាទបន្ទាប់ពីបានស្ដាប់បាទលោកតាអាចារ្យឲ្យពោបាទមួយមេបាទពោបញ្ចប់កម្មវិធីមកបាទម្ចាស់ផ្ទះចាប់ផ្ដើមបើកមុខបាទកាប់រណ្ដៅបាទយើងបើកមុខដើម្បីបើកការឋានសាងសង់បាទយើងស្រោចទឹកបាទយើងបាចគ្រាប់ពូជបាទទៅតាមជំនឿបាទទៅតាមតំបន់បងប្អូនរៀងខ្លួនបាទអញ្ចឹងបើសិនជាបងប្អូនមកមានតម្រូវការបងប្អូនអាចតំណែងមកបានបងប្អូនណាបាទទទួលមកការសាងសង់25ខេត្តក្រុងបងប្អូនប្រាប់ទំហំផ្ទះក៏ដូចទីតាំងដែលបងប្អូនចង់សាងសង់មកក្រុមការងាររបស់យើងនឹងចេញតម្លៃជូនហើយអញ្ចឹងតម្លៃប្រែប្រួលទៅតាមតំបន់បងប្អូនជាក់ស្ដែងបាទអញ្ចឹងបងប្អូនអាចតំណែងមកផ្ទាល់ហើយចុងក្រោយបាទយើងក៏ថតបាទរូបទុកជាអនុស្សាវរីយ៍ផងដែរបាទជាមួយនឹងម្ចាស់ផ្ទះបងប្អូនណាបាទហើយសម្ភារៈយើងក៏យកចូលមកថ្ងៃនេះដែរបាទបងដូចតែបងប្អូនឃើញម្ដងហើយអីវ៉ាន់គឺយើងយកមក70ទៅ80%ហើយបាទសម្រាប់ក្រុមការងាររបស់យើងបើការឋានហើយនេះក្រុមការងារបាទកំពុងតែតម្លាក់ដែកបាទតម្លាក់សម្ភារៈផ្សេងហើយដែកយើងប្រើដែក410លីបងប្អូនណាបាទ410លីនិង210លីបាទ210លីយើងសម្រាប់ប្រើឡាំងតូបាទធ្នឹមកវ៉ាត់លើ410លីយើងប្រើតសបាទប្រើជើងតាងជាដើមហើយសម្ភារៈគឺយើងលម្អិតជាមួយគ្នាទាំងអស់បងប្អូនណាបាទដើម្បីតម្លាភាពពេលខាងក្រុមការងារយើងយកសម្ភារៈចូលបងប្អូនអាចទៀងទាត់ទៅតាមនឹងបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះទេបងប្អូនបាទហើយជាចុងក្រោយបើសិនជាបងប្អូនមកមានតម្រូវការបងប្អូនអាចតំណែងមកបានបងប្អូនណាបាទទទួលមកការសាងសង់25ខេត្តក្រុងបាទសូមអរគុណបាទសូមជម្រាបលា